ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនពីក្រូចឆ្មានៅផ្ទះខ្ញុំណាបងប្អូនក្រូចនេះគឺថាធម្មជាតិ 100% យើងដាំនៅជិតផ្ទះឥឡូវនេះបានផលហើយដោយបងប្អូនបានឃើញអញ្ចឹងឯងហើយក្រូចឆ្មានេះបងប្អូនឃើញខ្ញុំបេះច្រើនទេខ្ញុំបេះធ្វើអីអត់រាល់ថ្ងៃគឺថាពេលខ្លះបេះលក់ទៅតែនេះខ្ញុំបេះត្រាំជាមួយនឹងខ្ញីបងប្អូនដោយសារមានអ្នកកំងឲ្យជួយធ្វើទៅខ្ញុំធ្វើអញ្ចឹងណាដើម្បីលក់ទៅដើម្បីបានចំណូលខ្លះអញ្ចឹងទៅនេះគឺក្រូចឆ្មាធម្មជាតិហើយខ្ញុំបេះទៅក៏នឹកឃើញថាបើសិនតែបានថតវីដេអូជូនបងប្អូនទស្សនាក៏ល្អមួយយ៉ាងដែរអញ្ចឹងទៅក៏នឹកឃើញហើយក៏ថតជូនបងប្អូនទាំងអស់គ្នាទៅគីឡូមានបងប្អូនមួយចំនួនអត់ដែរបានដើរបេះក្រូចឆ្មាដូចខ្ញុំនេះបងប្អូនអូផ្លែល្អណាស់បងប្អូននេះកាពិតទៅខ្ញុំមិនដែលដឹងថាគេហូបអាហ្នឹងដើម្បីជួយឲ្យគេខ្លះទេបងប្អូនមិនថាបងប្អូនដឹងជួយប្រាប់ខ្ញុំផងមានអ្នកដែលកំងខ្ញុំហ្នឹងគាត់ថាចេះអ្នកគ្រូឲ្យជួយរៀបចំក្រូចឆ្មាជាមួយនឹងខ្ញីត្រាំជាមួយទឹកឃ្មុំបងប្អូនខ្ញុំមានទឹកឃ្មុំព្រៃខេចែតណាបងប្អូនតើគ្នាត្រូវការអាចជួយទិញខ្ញុំបានផងដែរបងប្អូនហើយទឹកឃ្មុំសុទ្ធល្អចឹងទៅគាត់ឲ្យខ្ញុំធ្វើទៅខ្ញុំមិនដឹងថាអានឹងយ៉ាងម៉េចទេគាត់ប្រាប់ថាអានឹងញ៉ាំទៅល្អចឹងណាចឹងខ្ញុំថាំងបើសិនជាយកធ្វើថ្នាំបងកុំទិញក្រូចឆ្មានៅផ្សារឬក៏ខ្ញីនៅផ្សារពេលខ្លះវាអត់សូវល្អអញ្ចឹងណាបងប្អូនអញ្ចឹងទៅខ្ញុំក៏ព្យាយាមទៅរកខ្ញីឲ្យចឹងខ្ញុំរកបានខ្ញីភ្លើងបងប្អូនស្គាល់ខ្ញីភ្លើងអត់ខ្ញីខ្ញុំទិញពីភូមិនៅជិតនឹងឯងអ៊ំស្រីនឹងគាត់ដាំហើយខ្ញីនឹងឈ្ងុយមែនទែនហើយស្រាប់ធ្វើថ្នាំហើយខ្ញុំក៏មានក្រូចឆ្មានៅនឹងដើមស្រេចធម្មជាតិចេះទៀតគឺកាន់តាល្អដូចថាធម្មជាតិអញ្ចឹងណាបងប្អូនខ្ញីក៏ធម្មជាតិហើយក្រូចឆ្មាយើងក៏ធម្មជាតិល្អទាំងអស់ហើយទឹកឃ្មុំយើងក៏ជាទឹកឃ្មុំព្រៃខែចេតដែរអញ្ចឹងហើយបូកចូលគ្នាគឺថាអ្នកដែលកំងនេះមិនខកចិត្តទេបងប្អូនអញ្ចឹងបងប្អូនត្រូវការកំងមកខ្ញុំធ្វើឲ្យនេះមុនឃើញនេះក្រូចឆ្មាគឺល្អខ្លាំងណាស់បងប្អូននេះឃើញហើយទឹកលឹងលោងបងប្អូននេះកន្លែងនេះក៏ពិតមិនខ្ញុំបេះខ្លះហើយប៉ុន្តែខ្ញុំបេះថែមទៀតនេះបងប្អូនឃើញនេះលឹងលោងនេះអូខេឃើញអាយ៉ាជ្រុះបាត់ហើយកូនៅណែចាអេឆ្លៀតមកចាប់ដៃទៀតនេះឃើញហើយនេះបងប្អូនដើមក្រូចឆ្មាមួយទៀតហើយមើលវានៅខាងលើអត់ទាន់បានកាប់ឆ្កាវាតែឥឡូវខ្ញុំបេះប៉ុណ្ណេះសិនហើយក៏នាំបងប្អូនទៅបង្ហាញកន្លែងផ្សេងទៀតតាខានជួបបងប្អូនទាំងអស់គ្នាមួយរយៈតែក៏សង្ឃឹមថាបងប្អូនទាំងអស់គ្នាសុខសប្បាយហើយបងប្អូននៅកន្លែងនេះគឺមជូរតមូងនេះបងប្អូនត្រូវការដើមតមូងក៏ខ្ញុំមានដែរអ្នកណាគេត្រូវការចង់បានអាចកំងបាននេះតមូងបងប្អូនហើយក៏មានកូនដែរខ្ញុំមានកូនតមូងច្រើនហើយនៅនេះខ្ញុំចង់បង្ហាញចេកនិយាយទៅខ្ញុំតែងឃើញវីដេអូគេថាពេលដែលមានចេកគេធ្វើនេះគេផ្ដាច់អាចចង់វាអញ្ចេះណាបងប្អូនគេថាពេលធ្វើអញ្ចឹងទៅចេកយើងធំស្មើវាអត់ក្តៀបអីចឹងណាអញ្ចឹងទៅខ្ញុំនេះធ្វើតាមគេទេនេះគេថាធ្វើអញ្ចឹងទៅចេកយើងល្អឆាប់ធំតែកាពិតយើងអាចធ្វើវាមុននេះប៉ុន្តែវាយឺតពេលដែរតែខ្ញុំគិតថាអត់អីទេដោយសារតែយើងបានធ្វើវាកាន់នៅពីថ្មីនេះឃើញអត់បងប្អូនមានចេកហើយក៏មានតបែកដែរយ៉ាអូមុខច្រើនណាស់ហើយតបែកនេះច្រើនប៉ុន្តែសុទ្ធតែស្អុយអស់ហើយហ្នឹងនេះពិបាកខែនេះធ្លាក់ភ្លៀងហ្នឹងបងប្អូនចុះទៅតបែកបើយើងមិនទាន់បានមើលវាឬក៏បេះទាន់ទេនេះទៅកើអស់បងប្អូនឃើញនេះតបែកច្រើនណាស់នេះត
play ច្រើនប៉ុន្តែអត់មានបានហូបកើតទេមើលមានបេះអីកើតទេខ្ញុំឃ្លានតបែកដែរអត់មានសិតតែស្អុយអស់នេះបងប្អូននេះអត់មាននេះស្អុយតកៅនេះអូស្ដាយមែនតើបងប្អូនក្របដើមអត់ខាងនោះក៏សិតតែអូផ្លែច្រើនណាស់តបែកនេះបងប្អូនមើលអូណែខែរដូវធ្លាក់ភ្លៀងអញ្ចឹងបងប្អូនមើលស្មៅឡើងឃើញកាស្រក់ទឹកមើលអត់ជំនួសគោនេះសិតតែស្អុយនេះអូស្ដាយខ្លាំងណាស់បងប្អូនអូនេះអានេះអូច្រើនណាស់បងប្អូនខ្ញុំចូលចិត្តហូបត្បែកប៉ុន្តែអត់បានដើរមកបេះស្មានតែវាអត់ទាន់ធំនេះមើលអូទុំខូចអស់បាត់ហើយបាត់អស់ហើយបងប្អូនឥឡូវតោះយើងទៅមើលតសក់វិញបងប្អូនបងប្អូនទាំងអស់គ្នាតឡាចខ្ញុំគឺថានៅពេញនេះឯងបងប្អូនអត់បានលក់ទៅណាទេអត់មានអ្នកគេទិញណាមើលនៅពេញតែដើមនេះហើយវាទុំខ្លះហើយអញ្ចឹងបងប្អូនត្រូវការជួយប្រាប់ខ្ញុំផងបងប្អូនខ្ញុំបេះផ្ញើទៅនៅឯណាក៏ផ្ញើទៅបានដែរនេះឲ្យទៅនៅក្នុងស្រុកខ្មែរនេះច្រើនហើយល្អហើយធម្មជាតិណាបងប្អូនច្រើនមែនតើបងប្អូនបានឃើញវីដេអូមុនចុះឯងហើយនៅកន្លែងនេះតកួនយើងស្រួលទេបងប្អូននៅស្រែងចេះរឿងតំណាំឲ្យតែយើងលពឹសដៃផ្ទៃឆ្អែតណាដូចពាក្យចាស់ថាតែយើងអាសាដាំគឺយើងបានហូបហើយតកួននេះគឺបេះឆាផងស្លម្ជូរផងអូបងប្អូនមកណាបងប្អូនលឿនអូនេះទៅសក់ទៅសក់អូនេះបងប្អូនរលួយបាត់ខ្ញុំអត់បានដើរមកបងប្អូននេះប៉ុន្តែនេះចូលបង្ហាញអានេះបងប្អូននេះអូដាច់តោងបាត់ហើយនេះអូដាច់តោងបាត់ហើយបងប្អូនម៉ែថាតសក់នេះឲ្យតែជ្រុះតោងចុះបានឆ្ងាញ់បងប្អូននេះអូ so sad បងប្អូនអើយលួយអស់អូមិញខំទៅសบายចិត្តបានហូបជាមួយម៉ែហើយហ្នឹងបងប្អូនវាធម្មជាតិល្អបងប្អូនឃើញនេះវាដេកនៅដីចេះហ៎តែពេលភ្លៀងមកទៅវាលួយយ៉ាងឯងបើសិនតែយើងឃើញមុនយើងដាក់វានៅលើឈើនៅលើអីណាស្ដាយខ្លាំងណាស់បងប្អូនមើលអូម៉ែក៏ធ្លាប់ប្រាប់ខ្ញុំច្រើនដងដែរតែខ្ញុំអត់ទាន់បានបាច់ខ្ញុំគិតថាវាអត់ទាន់ទុំអូនេះខាងនេះដែរបងប្អូននេះនៅខ្ចីនេះបងប្អូនមានតែញ៉ាត់មុននេះខ្ញុំទៅផ្សារទិញបន្លែហើយតសក់នេះ1គីឡូ6500ណាបងប្អូននេះខែនេះគឺពិបាកដាំដំណាំចុះហើយតម្លៃវាថ្លៃមែនតើបងប្អូនមើលតែខាងនេះបានបងប្អូនតែខ្ញុំយកទៅដោយសារតែឃើញលោកយើងចិត្តចោលខ្លះទៅយើងញ៉ាំបានចឹងណាអូនេះក្តាប់តសក់យើងមានដុះមកទៀតហើយបងប្អូនមើលតឡាចខ្ញុំឃើញអត់នេះហើយនេះបង្ហាញបងប្អូននៅនឹងនេះបងប្អូនមើលតឡាចមិនដែរបងប្អូនពេលដែលយើងដាំហ្នឹងវាច្រើនពេកផ្លែវាអញ្ចឹងខ្ញុំត្រូវរើសវាយកទៅទុកខ្ញុំអត់ទាន់បានមករើសវាបងប្អូនណាឃើញនេះល្អនេះហើយដូចខ្ញុំប្រាប់អញ្ចឹងនេះចាំរើសវាយកទុកវាដាច់ដើមដោយសារវាទុំហ្នឹងបងប្អូននេះគេយកទៅធ្វើដំណាប់បើបងប្អូនណាបានឃើញវីដេអូនេះហើយចង់បានតម្លៃធម្មជាតិយកទៅធ្វើដំណាប់បងប្អូនជួយ comment មកខ្ញុំនឹងរៀបចំដាក់ជូនបងប្អូននៅឆ្ងាយប៉ុណ្ណាក៏ខ្ញុំដាក់ទៅដល់ដែរស្ដាយកម្លាំងខំដាំប៉ុន្តែយើងញ៉ាំអត់ទាន់បងប្អូនហើយមកមើលត្រីបងប្អូនខ្ញុំចង់បង្ហាញត្រីនេះមើលកន្លែងចិញ្ចឹមត្រីមានបន្លែមានត្រីមានអីចឹងហើយនេះខ្យងបងប្អូនគ្នាអាយ៉ាអានេះគឺយើងចិញ្ចឹមខ្យងហើយបងប្អូនមើលឃើញឃើញចោលវារលោអត់បងប្អូនគឺថាត្រីវាកំពុងតែចេះត្រីដែងធំណាបងប្អូននៅក្នុងនេះត្រីដែងហើយខាងនោះក៏ត្រីដែរសត្វត្រីតែយើងចិញ្ចឹមត្រីហូបចុះ
នឹងបងប្អូនទាំងគ្នាថ្ងៃនេះអត់មានអីដែលពិសេសអស្ចារ្យទេគ្រាន់តែចង់សួរសុខទុក្ខទៅកាន់បងប្អូនដែលនៅមិនថាទីជិតទីឆ្ងាយទេខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាសុខសប្បាយហើយគ្រាន់តែចង់បង្ហាញបងប្អូនពីការរស់នៅស្រុកស្រែរបស់ខ្ញុំតិចតិចហើយនឹងក្រូចឆ្មាបងប្អូននេះល្អខ្លាំងអរគុណច្រើនបងប្អូនទាំងអស់គ្នាជូនពរសុខភាពល្អជម្រាបលា